จักปฏิกาឆ្នាំ 1999 ក៏អង្គការសហជីវជាតិបានដាក់ថ្ងៃវិសាខបូជានេះគឺជាថ្ងៃបុណ្យអន្តរជាតិប្រជាជនលើពិភពលោកទាំងមូលត្រូវបានឈប់សម្រាកហើយថ្ងៃនេះគឺយើងក៏រំលឹកនៅព្រឹត្តិការណ៍3សំខាន់ព្រឹត្តិការណ៍ទី1គឺព្រះអង្គប្រសូតនៅថ្ងៃ15កើតពេញបរមីខែវិសាខខែវិសាខឆ្នាំចវេលាថ្ងៃកំមុនពុទ្ធសករាជ80ឆ្នាំមុនពុទ្ធសករាជ80ឆ្នាំមុនពុទ្ធសករាជ80ឆ្នាំព្រោះពុទ្ធសករាជដែលយើងចាប់រាប់គឺថ្ងៃ100ខែវិសាខថ្ងៃ100ខែវិសាខយើងចាប់ផ្ដើមរាប់ពុទ្ធសករាជដែលព្រះអង្គទ្រង់បានបរិនិព្វានហើយព្រះអង្គប្រសូតនៅលុម្ពិនីវត្តក៏នៅប្រលុម្ពិនីវត្តសប្តាហ៍នេះស្ថិតនៅក្នុងប្រទេសនេប៉ាល់កាលពីមុនប្រទេសនេប៉ាល់គឺជាទឹកដីនៃប្រទេសឥណ្ឌាដល់ក្រោយមកបានប្រទេសនេប៉ាល់បានកាត់ផ្ដាច់ចេញពីប្រទេសឥណ្ឌាកាត់ផ្ដាច់ចេញពីប្រទេសឥណ្ឌាអញ្ចឹងសប្តាហ៍នេះលុម្ពិនីវត្តស្ថិតនៅក្នុងការគ្រប់គ្រងរបស់ប្រទេសនេប៉ាល់ទី2គឺព្រះអង្គប្រសូតនៅថ្ងៃ15កើតពេញបរមីខែវិសាខឆ្នាំរកាវេលាជិតភ្លឺមុនពុទ្ធសករាជ45ឆ្នាំមុនពុទ្ធសករាជ45ឆ្នាំព្រះអង្គបានត្រាស់ដឹងនៅក្នុងជន្មាយុ39ព្រះវស្សា39ព្រះវស្សានៅព្រះអង្គត្រាស់ដឹងសបញ្ញពុទ្ធនៅពុទ្ធគយានេះគឺសប្តាហ៍ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលនៃប្រទេសឥណ្ឌានៅប្រទេសឥណ្ឌាហើយព្រឹត្តិការណ៍ទី3គឺព្រះអង្គបានចូលបរិនិព្វាននៅថ្ងៃ15កើតពេញបរមីខែវិសាខនេះគឺឆ្នាំម្សាំងមុនពុទ្ធសករាជ80ឆ្នាំមុនពុទ្ធសករាជ80ឆ្នាំនៅចន្លោះដើមសាលព្រឹកទាំងមូលស្ថិតនៅក្នុងក្រុងពុទ្ធសិង្ហារាសពថ្ងៃនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងប្រទេសឥណ្ឌាអញ្ចឹងព្រឹត្តិការណ៍ដ៏សំខាន់ទាំង3នេះដែលយើងប្រារព្ធជាថ្ងៃដ៏មហានខណ្ឌរិទ្ធដែលយើងប្រារព្ធចំពោះព្រឹត្តិការណ៍សំខាន់ទាំង3នេះឯងអញ្ចឹងយើងបានមកទីនេះយើងត្រូវតាំងចិត្តធ្វើអំពើល្អធ្វើអំពើល្អដោយកាយធ្វើអំពើល្អដោយវិជ្ជាធ្វើអំពើល្អដោយចិត្តហើយព្រះពុទ្ធបាទរបស់ព្រះសម្មាសម្ពុទ្ធថាគឺសាបបាបស្សៈអកអនន្តមិនធ្វើនៅអំពើបាបទាំងឡាយទាំងពួងមិនធ្វើនៅអំពើបាបទាំងឡាយទាំងពួងជារៀងនៅអបាយមុខផ្សេងមានផាត់សុរាមានលបែងមាននីវាសែហើយសពថ្ងៃនេះរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ចំពោះការបង្ក្រាបបទល្បែងហើយជាពិសេសគឺរដ្ឋបាលខេត្តត្បូងឃ្មុំដែលដឹកនាំដោយអាយដាមអភិបាលខេត្តគឺអាយដាមខេត្តកុសលហើយអភិបាលនៃគណៈអភិបាលខេត្តនិងអាយដាមរងភាពប្រធានក្រុមប្រឹក្សាខេត្តបានអនុវត្តនៅវិធានការដើម្បីបង្ក្រាបបទល្បែងនេះឯងហើយទី3គឺប្រព្រឹត្តខុសទៅតាមប្រពៃណីប្រជាពលរដ្ឋគឺល្បែងស្រីស្រាហ្នឹងឯងល្បែងស្រីស្រាហ្នឹងឯងចឹងហើយដើម្បីឲ្យសុខភាពកាយរឹងមាំតើតែយើងជៀសវាងនៅអបាយមុខផ្សេងអបាយមុខផ្សេងចឹងហើយសូមមួយកូនសិស្សទាំងអស់ត្រូវជៀសវាងនៅអំពើអបាយមុខផ្សេងហើយខិតខំរៀនសូត្រមានចរិយាធម៌មានសិលធម៌មានសុជីវធម៌នៅក្នុងសង្គមរបស់យើងដើម្បីឲ្យសង្គមយើងមាន
សុជីវធម៌ហើយមានការអភិវឌ្ឍដោយតាមរយៈការចេះដឹងរបស់ខ្លួនឡើងអញ្ចឹងនេះរដ្ឋាភិបាលបានវិនិយោគទៅលើវិស័យអប់រំនេះជាអាទិភាពសំខាន់មួយនៅក្នុងយុទ្ធសាស្ត្របញ្ចកោរបស់រដ្ឋាភិបាលអាណត្តិនេះដែរហាទីពលដែរចំណាយសូមមួយទៀតនៅអបាយមុខហើយខិតខំរៀនសូត្រដើម្បីប្រត់រុំជំទល់ប្រតិជាតិរបស់យើងឲ្យមានការរីកចម្រើនចាប់ពីពេលតទៅហើយមកមានប៉ុណ្ណេះពេលវេលាក៏ក្តៅចឹងកុំឲ្យអស់លោកខាងដល់អស់លោកលោកស្រីរាជការអស់ប្រសាទសិទ្ធិរបស់យើងទេចឹងហើយថាភាពសូមបញ្ចប់តែប៉ុណ្ណេះសូមប្រសិទ្ធផលជ័យសិរីមង្គលប្រទេសសម្រាប់អាទិព្រះអង្គហើយដល់លោកទីទាវអស់លោកលោកស្រីមួយប្រសាទសិទ្ធិបាទការទាំងអស់គ្រប់ការសេចក្តីសុខសេចក្តីចម្រើនហើយសពប្រកបតែនឹងពុទ្ធពរ4ប្រការជារូបវណ្ណៈសុខៈរយៈ8មានជាដល់សូមអនុមោទនា